ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីបេសកកម្មការទូតនៅលើឆាកអន្តរជាតិរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាដែលបង្ហាញឲ្យឃើញពីការទូតសកម្មរបស់រាជរដ្ឋាភិបាលដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពីបូរណភាពទឹកដីនិងប្រជាពលរដ្ឋពេលនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាកំពុងតែបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាមេរិកមុននឹងបន្តដំណើរទៅកាន់ទ្វីបអឺរ៉ុបវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាមេរិកគឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្រៅពីនោះសម្ដេចក៏មានគម្រោងជួបទ្វេភាគីជាមួយអិសរាជជនសហរដ្ឋអាមេរិកនិងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរបន្ទាប់មកសម្ដេចធិបតីនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបដូចជានៅទីក្រុង Geneva និងទីក្រុង Brussels ដើម្បីជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអឺរ៉ុបនិងភាគីពាក់ព័ន្ធមួយចំនួនទៀតនៅសហរដ្ឋអាមេរិកមុននឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅថ្ងៃ17ខែកុម្ភៈឆ្នាំ2026បានផ្ដល់កិច្ចសម្ភាសជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថាបន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុនកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយចូលជ្រៅហួសទៅខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលភាគីថៃទាមទារទៅទៀតបើទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានលើកឡើងអំពីការដាក់ទូកុងតឺន័រនិងរាយបន្លាលួសរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជាដែលបានរារាំងប្រជាពលរដ្ឋកម្ពុជាប្រមាណជាជិត 80000 នាក់មិនអាចវិលត្រឡប់ទៅលំនៅឋានវិញបានហើយស្ថានភាពនៅតាមព្រំដែននៅតែមានភាពផុយស្រួយសម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថាអ្វីដែលសម្ដេចលើកឡើងមិនមែនជាការចោទប្រកាន់ទេប៉ុន្តែវាជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្ដែងហើយកម្ពុជាមិនអាចទទួលយកការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនបែបនេះបានឡើយសម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថាភាគីថៃនឹងអនុញ្ញាតឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចាប់ផ្ដើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឲ្យបានឆាប់ដោយដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដើម្បីអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានវិញជាធម្មតាសម្ដេចធិបតីសង្ឃឹមថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយឯកឧត្តមប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដែលមានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងនិងស្ដារឡើងវិញនូវស្ថិរភាពសន្តិភាពក្នុងតំបន់ជាច្រើនដែលមានជម្លោះឬក៏មានសង្គ្រាមក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជាថៃផងដែរតាមរយៈកិច្ចសម្ភាសនេះសម្លេងរបស់កម្ពុជាបានឮខ្ទរខ្ទារពេញពិភពលោកហើយដែលធ្វើឲ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែកកលេចមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតលើការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជានិងប្រជាពលរដ្ឋខ្មែរជាពិសេសជំហរសន្តិភាពនិយមនិងគោរពច្បាប់អន្តរជាតិតាមរយៈការស្វែងរកដំណោះស្រាយដោយសន្តិវិធីបង្ហាញពីនយោបាយការទូតបែបចាស់ទុំទន់ភ្លន់និងត្រឹមត្រូវស្របតាមគោលបំណងរបស់សហគមន៍អន្តរជាតិដែលចង់បានហើយជាពិសេសគឺស្របទៅនឹងស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលប្រព្រឹត្តទៅនៅទីក្រុង Washington នាពេលនេះជំនួបពិភាក្សាផ្សេងទៀតជាមួយអិសរាជជនអាមេរិកនិងមេដឹកនាំសហភាពអឺរ៉ុបក៏ដូចជាស្ថាប័នពាក់ព័ន្ធនានានៅក្នុងដំណើរបេសកកម្មរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅលើឆាកអន្តរជាតិនៅពេលនេះក៏ជាការបង្ហាញពីនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរកចំណងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍក៏ដូចជា
ការទាក់ទាញទេសចរនិងវិនិយោគជាដើមអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនបងប្អូនជនរួមជាតិឡើងវិញនៅប្រសាសន៍របស់សម្ដេចមហាបវរធិបតីថាការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋគឺជាអត្ថប្រយោជន៍ចម្បងរបស់រាជរដ្ឋាភិបាលក្នុងន័យនេះប្រកាសណាស់ថាប្រធានបទសំខាន់មួយនេះគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅលើឆាកអន្តរជាតិនាពេលនេះដើម្បីជំរុញឲ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីនិងប្រកបដោយយុត្តិធម៌តាមរយៈការប្រើប្រាស់យន្តការនិងកិច្ចព្រមព្រៀងដោយឈរនៅលើមូលដ្ឋានច្បាប់អន្តរជាតិដែលជាជំហរឥតប្រែប្រួលរបស់កម្ពុជាអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរដាច់ខាតនៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមហែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលយកជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយនេះជាជំហរដែលបងប្អូនជនរួមជាតិជ្រាប